bà bên bom ôn chỉ trơn có tay là xu tha ta thơ mấy nơi về để côn quát rồi có quát tơ riêng nơi bọt để hái trong tập tu ban sát rùa nớ rồi có cho sinh chết nơi về kia làm đòn và mà giờ trong cái này khơi tha bên bom ôn chỉ trơn để quát chịp xét để bom ôn tơ rùa nớ nâng tơ riêng nơi Australia và quát tay là xu tha có riêng chóp trong tập tu ban sát rùa nớ là thơ mấy ta bắt nơi về Australia rồi có sản phẩm làm rính cứ miền cao làm bạc khăng mền tên và mà đo phải cho nàyสำหรับบอมโอนเซอร์นิสัตแต่ก็เรียนจับให้จังสนาสมสรุนนั่นคือกบฏครั้งยืมเงินแต่ประเทศปีเตได้ยืมในตัวเลี้ยแต่บอมโอนไอเรียนจับสนาสมสัตเพื่อการสรุนเชิญไตรทั้งไอโจสัญชาติบ้านคือเมียนประเทศนิวซีแลนด์និងประเทศแคนาดาបាទអញ្ចឹងខាងខ្ញុំមានកម្មវិធី2សម្រាប់ប្រទេសទាំងពីរហ្នឹងគឺទី1គឺប្រទេស New Zealand បងប្អូនអាចទៅរៀនថ្នាក់ Master នៅក្នុងបានបាទហើយលក្ខខណ្ឌដែលអាចទៅរៀនបានទី1បងប្អូនអ្នករៀនត្រូវមានអាយុ40ឆ្នាំចុះក្រោមមានសញ្ញាបត្របរិញ្ញាបត្រកម្រិតភាសាអង់គ្លេសថ្ងៃ12គឺ IELTS 5.5 ឡើងលើនៅពេលដែលបងប្អូនទៅរៀនបងប្អូនអាចនាំប្តីឬក៏ប្រពន្ធទៅជាមួយបានហើយប្តីឬក៏ប្រពន្ធនោះគឺគាត់អាចធ្វើការបានចំណែកបងប្អូននៅពេលដែលចូលថ្នាក់ Master គឺបងប្អូនអាចធ្វើការបានក្នុងមួយសប្តាហ៍20ទៅ24ម៉ោងបាទហើយបើសិនជាបងប្អូនអ្នករៀននឹងគាត់មានកូនបាទគាត់អាចយកកូនគាត់ទៅរៀននៅទីនោះបានដោយអត់អស់លុយបាទនឹងគឺនៅប្រទេស New Zealand ហើយបងប្អូនក៏មានប្រាក់តម្កល់ប្រមាណជា$56,000ផងដែរបាទនៅពេលដែលបងប្អូនរៀនចប់បងប្អូនអាចស្នើសុំ work permit បានរយៈពេល3ឆ្នាំពេលបងប្អូនធ្វើការបាន2ឆ្នាំចាប់ផ្ដើម apply យកសិទ្ធិអចិន្ត្រៃយ៍ហៅថា permanent resident នឹងបានបាទចំណែកនៅប្រទេសកាណាដាក៏ផាកផាយជាមួយនឹងប្រទេស New Zealand ផងដែរបងប្អូនអាចទៅរៀនថ្នាក់ Master ដើម្បីជាច្រកមួយជា pathway មួយទៅរកសិទ្ធិអចិន្ត្រៃយ៍បានផងដែរអ្នកដាក់ពាក្យគាត់ត្រូវមានអាយុចាប់ពី40ឆ្នាំចុះក្រោមមានសញ្ញាបត្របរិញ្ញាបត្រ GPA 3 ចុចឡើងហើយកម្រិតភាសាអង់គ្លេសគឺអាចថា IELTS 5 ខ្លះឡើងលើបងប្អូនអាចទៅដាក់ពាក្យទៅរៀន Master នឹងបានបងប្អូនអ្នកដាក់ពាក្យនឹងក៏អាចនាំប្តីឬក៏ប្រពន្ធទៅរស់នៅជាមួយគ្នាបានផងដែរទៅដល់ទីនោះប្តីនិងក៏ប្រពន្ធអាចធ្វើការបានដោយសេរីចំណែកគាត់ដែលជាអ្នករៀននឹងគឺអាចធ្វើការបានក្នុងមួយសប្តាហ៍20ទៅ24ម៉ោងហើយបើសិនជាបងប្អូនមានកូនបាទអាចនាំកូនទៅរៀនទីនោះបាន free បាទអញ្ចឹងល្អបំផុតសម្រាប់បងប្អូនដែលចង់ឲ្យកូនទៅរៀននៅប្រទេសកាណាដានឹងបាន free បងប្អូនអាចដាក់ពាក្យនៅទីនោះបាននៅពេលដែលបងប្អូនរៀនចប់គឺបងប្អូនអាចស្នើសុំ work permit បាន3ឆ្នាំពេលបងប្អូនធ្វើការបាន1ឆ្នាំគ្រប់លក្ខខណ្ឌគេបងប្អូនអាចស្នើសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍ហៅថា permanent resident នឹងបានអញ្ចឹងគឺបច្ចុប្បន្នទៅសរុបមកបើសិនជាបងប្អូនដែលទៅរៀនចង់បានសិទ្ធិរស់នៅគឺយើងមាន2កម្មវិធីហ្នឹងគឺរៀនថ្នាក់ Master នៅប្រទេស New Zealand ឬក៏រៀន Master នៅប្រទេសកាណាដាសម្រាប់លក្ខខណ្ឌបន្ថែមលក្ខខណ្ឌលម្អិតបងប្អូនអាចទាក់ទងមកខ្ញុំបានផ្ទាល់ដើម្បីប្រឹក្សាយោបល់បន្ថែមបានបាទសូមអរគុណ